ចូលឆ្នាំចង់ទៅលេងសៀមរាបមិនដឹងលុយនៅឯណាមិនចឹងគេបបួលទិញកាភ្លើងបាញ់ទឹកមិនដឹងលុយនៅឯណាអូយយកថោកសម្រាប់ចិត្តច្រកទឹកដាក់ថង់ពួកម៉ាវាសួរថាម៉េចហេចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាជិះម៉ូតូអត់មួកប៉ូលីសចាប់គាត់សួរប្រញាប់ទៅណាចុះឲ្យមិនតាក់មួកគាត់ចេញបងផាក 60000 ខ្ញុំសុំ$5ហើយប៉ូលីសថាម៉េចចុះប៉ូលីសឲ្យគោរពច្បាប់រួចចាប់សួរខ្ញុំថាម៉េចហេចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាមុននឹងចេញខឹងចិត្តសួរប៉ូលីសវិញពួកឯងនឹងហ្វេនអ្នកណាហើយហ្វេនណាគេចុះប្រាប់ត្រង់ហ្វេនជា David ឬក៏ហ្វេនវ៉ាន់ដាឯងថាហ្វេនវ៉ាន់ដាប៉ូលីសអៀនអោនមុខចុះរួចខ្សឹបប្រាប់ខ្ញុំថាម៉េចហេហ្វេនអ៊ីណូទេណាហ្វេនអ៊ីណូទេណាហ្វេនអ៊ីណូទេណាលោកកប៉ៅឃើញលុយសល់ 10000 ទិញកាត$2ទិញទៅអីបើចូលភ្លាមកាត់អស់1រៀលកន្លះមិនដឹងបាត់ទៅណាខឹងចិត្តរត់ទៅសួរក្រុមហ៊ុនសួរវិញថាម៉េចហេចូលឆ្នាំពូទៅណាចូលឆ្នាំពូទៅណាចូលឆ្នាំពូទៅណាចិត្តដល់ថ្ងៃត្រូវទៅស្រុកមិនដឹងលុយនៅណាដូចគ្នាហ្នឹងអើយឆ្នាំមុនទៅទទួលតែអ្នកផឹកផ្លិចទទួលទេវតាមែនតែផឹកមែនហ្នឹងអត់ឃើញផ្ញើលុយឲ្យម៉ែតែមកសួរថាម៉េចហេចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាចូលឆ្នាំឯងទៅណាចាស់ហើយចង់រកប្រពន្ធតែមិនដឹងលុយនៅឯណាកុំនិយាយអីសែកប៉ៅសល់លុយ40000មិនដឹងថាទៅណាចូលឲ្យទៅកន្លែងនោះមកវត្តភ្នំជួបខ្មោចអាចកថាអាចកសួរថាម៉េចហេចូលឆ្នាំបងទៅណាចូលឆ្នាំបងទៅណាចូលឆ្នាំបងទៅណាឥឡូវឈប់ច្រៀងប៉ុណ្ណឹងចុះព្រោះមិនដឹងចប់ពេលណាឥឡូវអញរកកន្លែងចប់អត់ឃើញសុំប្រពន្ធកុំឲ្យឆ្លោះគ្នាជាមួយនឹងសង្សារនិយាយយ៉ាងបានទៀតចូលឆ្នាំទៅស្រុកធ្វើបុណ្យកុំទៅតែផឹកស្រាចូលឆ្នាំយើងទៅណាចូលឆ្នាំយើងទៅណាចូលឆ្នាំយើងទៅណាចារ៉ារ៉ាចាត់ចូលឆ្នាំទៅណាបងប្អូនចារ៉ាចាត់